មានតែធ្វើស្រែចម្ការណែគ្រូបើខ្ញុំរៀបរាប់ទៅប្តីខ្ញុំគិតតាំងពីស្គាល់គ្នារហូតដល់ពេលគិតមុនស្លាប់គិតស្រឡាញ់ខ្ញុំគិតអត់ដែលធ្វើបាបខ្ញុំទេបើតែលើដៃវៃក៏គិតអត់ហ៊ានជេរក៏គិតអត់ហ៊ានគិតល្អរហូតដល់គិតមុនគិតស្លាប់3ថ្ងៃគិតប្រាប់ថាអូនមើលថែកូនផងទាំងតែគិតអត់ដឹងថាខ្លួនគិតស្លាប់ទេគិតដូចដេញមុនថាគិតនឹងត្រូវស្លាប់តោគ្នាច្រើនតែគិតនេះតែម្នាក់ឯងមុនដំបូងមានគេហាមហើយថាអូនអើយមិនយកត្រីនោះមកទេវត្តចូលវាទៅចាដល់ពេលនេះឡើងក៏តែខ្ញុំក៏ដើរមកលើគោកហើយតែមិនដេញមិនបានគិតដើរទៅយកវិញតែម្នាក់ឯងគិតអាំងហូបនោះឯងក៏គិតដល់ពេលគិតចាប់ក្នុងខ្លួនក៏ប្រាប់ណាគេទេគិតហូបឡើងអស់ហើយក៏ប្រាប់ណាគេទេក៏អ្នកនោះក៏នៅគ្នាគិតតបងនោះឯងហើយឡើងគិតឡើងក្អួតឡើងផែជា2 ដង 3 ដងដែរក៏គិតហ៊ានប្រាប់បងថ្លៃខ្ញុំក៏ទេខ្ញុំចង់ទៅផ្ទះទៅកលែងដេកក៏បងខ្ញុំគ្រាមកពីនោះក៏មានដើររួចណាគ្រាមកតាំងពីអ៊ីសមុទ្រនោះឯងបនប្រូត្រីមកបន្ទប់ក៏ខ្ញុំក៏កំពុងតែដេកមើលក៏ឃើញតន់វេលវក់មកខ្ញុំស្លុតដែរតែក៏ខ្ញុំពេលនោះក៏ខ្ញុំបានគិតថាដល់ថ្នាក់គិតទៅចូលខ្ញុំរហូតដែរឆ្លាញ់កូនផ្សារដោយសារថាកូនផ្សារគាត់ល្អឯងបាទគាត់ល្អឯងហើយគាត់លោតទៀនបាទគាត់ចិត្តល្អណាស់ទីបានថាខ្ញុំឆ្លាញ់កូនផ្សារដល់ទៅតណាតណៃក៏ខ្ញុំក៏អុចធូរអារម្មណ៍ខ្ញុំសោកស្ដាយចោលគាត់ទៅណាទេព្រោះអីមានតែគាត់ម្នាក់ដែលអាចថាយល់ពីអារម្មណ៍ខ្ញុំច្បាស់បើសិនជាអាចគាត់អស់ជាងគាត់មើលថាខ្ញុំល្អជាងពុកម៉ែខ្ញុំទៀតគាត់ដេញទុរៈខ្ញុំទាំងអស់កូនខ្ញុំគាត់មិនសូវបាននៅជាមួយប៉ាវាទេប៉ុន្តែដល់ពេលប៉ាវាស្លាប់វាដេកមើលរូបថតវាដេកនិយាយថាម៉ាក់អើយមើលប៉ាអូនស្អាតប៉ាអូនដល់ណាមកវិញឌុបអូនទៅដើរលេងពេលយើងមានធានារ៉ាប់រងអាចជួយយើងនៅពេលក្រោយបានទោះបីយើងមិនមានកាត់អីតែខ្ញុំគិតថាបានធានារ៉ាប់រងគឺល្អសម្រាប់យើងម្នាក់ចាខ្ញុំគិតថាល្អព្រោះអីពុកម៉ែខ្ញុំក៏គិតធ្លាប់មានបានធានារ៉ាប់រងពេលយើងឈឺយើងដេកពេលកំហ៊ុនគេមានសំណងហើយពេលយើងដូចរឿងខ្ញុំជាដើមពេលគិតមានអាយុមានគ្រោះថ្នាក់ដល់អាយុជីវិតគ្រួសារខ្ញុំគិតបានជួយជាថវិកាឬក៏ជួយជាសំណងសម្រាប់គ្រួសារខ្ញុំក្នុងនាមខ្ញុំជាម្ដាយខ្ញុំចង់ពេលកូនខ្ញុំធំឡើងចង់ឲ្យគេធ្វើជាមនុស្សល្អហើយរៀនបានខ្ពស់ហើយមានចំណេះដឹងច្រើនជាងខ្ញុំហើយមានការងារណាដែលល្អសម្រាប់គេនៅថ្ងៃមុខចង់ឲ្យគេបើសម្រាប់ខ្ញុំចង់ឲ្យគាត់ធ្វើជាគ្រូបរៀនសូមជំរាបជូននិងផ្ដល់ជាបច្ចុប្បន្នភាពខ្លះអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនធានារ៉ាប់រង Forte របស់យើងខ្ញុំជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ក្នុងការផ្ដល់សេវាធានារ៉ាប់រងខ្នាតតូចសុខភាពនិងគ្រោះថ្នាក់ជូនដល់អតិថិជនរបស់ AMK ការសហការគ្នានេះគឺមានរយៈពេល11ឆ្នាំហើយគិតចាប់ពីឆ្នាំ2014មកហើយក្នុងរយៈពេល10ឆ្នាំជាងមកនេះគឺយើងបានផ្ដល់បានធានារ៉ាប់រងជូនអតិថិជនជាង3លានបានរួចមកហើយយើងក៏បានផ្ដល់សំណងជូនដល់ក្រុមគ្រួសារអតិថិជនរបស់ AMK ជាង 76,000 គ្រួសារដែលក្នុងនោះគឺយើងផ្ដល់សំណងជាទឹកប្រាក់ជាង$7 លានខ្ញុំសូមជំរាបជូនបន្ថែមថាបានធានារ៉ាប់រងដែលយើងផ្ដល់ជូនអតិថិជន AMK នេះគឺជាបានធានារ៉ាប់រងដែលមានតម្លៃសមរម្យបំផុតដែលគ្រប់គ្នាអាចមានលទ្ធភាពទទួលយកទៅប្រើប្រាស់បានដោយចំណាយតែ$30,000ក្នុងមួយឆ្នាំសម្រាប់មួយបានហើយផ្ដល់អត្ថប្រយោជន៍ជាច្រើនមានដូចជាការសម្រាកព្យាបាលនៅមន្ទីរពេទ្យគឺយើងផ្ដល់ជាប្រាក់ឧបត្ថម្ភជូនការវះកាត់ឬរហូតដល់ការផ្ដល់ប្រាក់ឧបត្ថម្ភជូននៅពេលដែលគាត់មានគ្រោះថ្នាក់រហូតដល់ពិការភាពឬក៏បាត់បង់ជីវិតខ្ញុំយាយសារ៉ាសូមអរគុណដល់ AMK និង Forte
ដែលបានផ្ដល់ជាជំនួយសំណងចំនួន15លាន2សែនរៀលសូមសំណូមពរដល់បងប្អូនយើងត្រូវមានបានធានារ៉ាប់រងទាំងអស់គ្នាព្រោះបានធានារ៉ាប់រងបានជួយយើងច្រើនសម្រាប់ពេលយើងមានគ្រោះថ្នាក់អ្វីមួយអាចជួយយើងបានដូចជាគ្រួសារខ្ញុំជាដើម ចុងក្រោយខ្ញុំសូមលើកទឹកចិត្តនិងអំពាវនាវដល់អតិថិជន AMK គ្រប់រូបមេត្តាជ្រើសរើសទទួលយកប័ណ្ណធានារ៉ាប់រងនេះយកទៅប្រើប្រាស់ដើម្បីទទួលបាននូវការការពារនិងអត្ថប្រយោជន៍សម្រាប់ក្រុមគ្រួសារសូមអញ្ជើញសាកសួរព័ត៌មានបន្ថែមនៅតាមការិយាល័យរបស់ AMK ឬក៏មន្ត្រីរបស់ AMK ដែលនៅជិតបងប្អូនឬមួយក៏នៅជិតអតិថិជនរបស់យើងគ្រប់គ្នាបាទសូមអរគុណ